dương miên là rộng dạng mạch dương miên bật đại sợi để dương thua chỉ vật mình được mình nè thử rong cua đời xa tập biệt sầm đầy bỏ dương để dương vậy hai dương còn là comment là ngày ní ngày sai lang dương anh những click bắt đây thay dương comment ấy kê tha đại này na kê còn tay nè đầy mơ lá cái chăm tục hay passport hay đo ở passport bao giờ chỉ vật cái 200mà chỉ vật mà nhưng chụp tăngពីcomment thaឲ្យមិនថា bully ទៅលើរូបសម្រស់យើងក៏មាន bully ទៅលើសមត្ថភាពយើង bully ទៅលើទោះបីជាខ្ញុំទៅលើដើរនៅលើឆាកអន្តរជាតិដែលមានបងប្អូនជាច្រើនគាត់គ្រប់គ្រងគាត់សរសើរនៅការខិតខំរបស់យើងប៉ុន្តែក៏ស្របពេលហ្នឹងក៏មានបងប្អូនមួយចំនួនទៀតដែលគាត់អត់ happy ជាមួយនឹងអ្វីដែលយើងធ្វើគាត់មានពាក្យ bully ចាចាញ់មកអញ្ចឹងទៅគាត់ថាយើងយកអាហ្នឹងមកដើម្បី like ដើម្បី view យើងមានច្រើនសម្រាប់ខ្ញុំផ្ទាល់ជាមតិផ្ទាល់ខ្លួនរបស់ខ្ញុំគិតថាយើងគួរតែកុំចូលរួមនៅក្នុងសកម្មភាពណាដែលវាធ្វើឲ្យប៉ះពាល់នៅលើបណ្ដាញសង្គមឧទាហរណ៍ដូចជាការបញ្ចេញមតិមែនតើទៅយើងគ្រប់គ្នាយើងមានសិទ្ធិនៅក្នុងការបញ្ចេញមតិយោបល់រៀងខ្លួនក៏ប៉ុន្តែត្រូវឲ្យប្រកាសថាការបញ្ចេញមតិរបស់យើងនឹងនៅក្នុងផ្លូវត្រូវហើយនៅក្នុងព័ត៌មានដែលត្រូវពីព្រោះបច្ចុប្បន្នក៏មានព័ត៌មានដែលធ្វើការប្រឌិតបំពល់សង្គមច្រើនដូច្នេះហើយនៅពេលដែលយើងតាមដានទៅលើព័ត៌មានអីមួយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតនិងពិចារណាឲ្យបានច្បាស់សិនហើយក៏ដូចជាធ្វើការស៊ើបនៅប្រភពនៃព័ត៌មានឲ្យបានច្បាស់សិនកុំយើងឃើញមួយនឹងហើយយើងជឿតាមគ្នាហើយមានម្នាក់មក comment អាក្រក់អញ្ចឹងទៅយើងក៏ comment តគ្នាអញ្ចឹងឧទាហរណ៍គេកំពុងតែនិយាយវាយប្រហារទៅលើបុគ្គលមួយរូបដែលយើងអត់ដែលស្គាល់គាត់សោះហើយយើងក៏ទៅវិនិច្ឆ័យតាមគេថាបុគ្គលម្នាក់ហ្នឹងគាត់អាក្រក់ពិតមែនតែយើងអត់ដឹងថាតើគាត់ពិតជាអាក្រក់អញ្ចឹងមែនអត់ឬក៏គេលាបពណ៌ឲ្យគាត់ទេហើយតែពេលអញ្ចឹងទៅវាធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់បុគ្គលដែលត្រូវបានគេលាបពណ៌ហ្នឹងចុះឧទាហរណ៍បើសិនជាប៉ះពាល់សតិអារម្មណ៍គាត់រហូតដល់គាត់ត្រូវបញ្ចប់ជីវិតរបស់គាត់ដោយសារតែបញ្ហាមួយហ្នឹងដោយសារតែពាក្យរបស់យើង comment មិនប្រមាណម៉ាត់ហ្នឹងតើយើងមានអារម្មណ៍យ៉ាងម៉េចយើងមានបដិសេរីទេដែលយើងធ្វើឲ្យជីវិតមនុស្សម្នាក់ត្រូវរងគ្រោះដោយសារតែពាក្យសម្ដីរបស់យើងដែលយើងនិយាយហើយយើងគ្រាន់តែ comment នៅថ្ងៃនេះថ្ងៃស្អែកឡើងយើងអាចនឹងភ្លេចបាត់ហើយថាយើង comment អីគេថាដាក់អ្នកណាគេប៉ុន្តែអ្នកដែលមើលគេចាំទុកឲ្យប៉ះពាល់ឲ្យដល់ប៉ះពាល់ដល់ជីវិតគេឲ្យចាំមួយជីវិតហ្មងដូច្នេះហើយសូមឲ្យកុំធ្វើការ comment នៅពាក្យអីដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃបើសិនជាយើងមិនពេញចិត្តយើងអូសចោលទៅយើងកុំទៅចូលរួមកុំទៅជេរគេហើយម្យ៉ាងទៀតខ្ញុំគិតថាចេះការដែលយើងទៅជេរគេនៅលើបណ្ដាញសង្គមវាអត់មានបង្ហាញពីភាពថ្លៃថ្នូររបស់យើងទេចាយើងអាច comment បញ្ចេញមតិនៅក្នុងរបៀបថាអូខេទូមានបដៅឬមួយក៏បើសិនជាយើងឃើញថាខុសពិតមែនយើងអាចប្រាប់គាត់ទៅជាការណែនាំគាត់ទៅមិនមែនជាការចូលទៅជេរហើយនិយាយពាក្យអាក្រក់អញ្ចឹងទេអាហ្នឹងគឺបង្ហាញអំពីការខ្វះចំណេះដឹងរបស់យើងទៅវិញទេហើយបើសិនជាជាតិសាសន៍ដតីគេមើលមកគេឃើញអូសុទ្ធតែបណ្ដាញ Facebook របស់ខ្មែរដែល comment ពាក្យអាក្រក់ជេរគ្នាអាក្រក់អាហ្នឹងគឺវាទៀបថោកទៅដល់ប្រទេសខ្លួនឯងទៀតមិនមែនតែខ្លួនឯងទេដូច្នេះហើយកុំអីល្អជាងជាក់ស្ដែងពាក្យច្រើនសម្រាប់ព័ត៌មានមួយខ្ញុំអត់ទៅជានេះទេព្រោះដោយសារនៅពេលដែលខ្ញុំឃើញអញ្ចឹងខ្ញុំទុកសិនខ្ញុំទៅឃើញមួយទៀតខ្ញុំយកមកពិចារណាថ្លឹងថ្លែងសិនថាអូខេឥឡូវ3បណ្ដាញសារព័ត៌មានតើគាត់និយាយចេញមកដូចគ្នាអត់អញ្ចឹងរឿងហ្នឹងវាដូចគ្នាអត់អញ្ចឹងស្អីក៏ដោយយើងត្រូវតែគិតមិនមែនតែរឿងនៅលើបណ្ដាញសង្គមទេរឿងអីក៏ដោយក្នុងជីវិតយើងសូមឲ្យយកមកគិតនិងពិចារណាឬគិតនិងពិចារណាឲ្យច្បាស់ថាវារឿងហ្នឹងពិតមែនចាំបញ្ចេញមតិយោបល់ហើយបញ្ចេញមតិយោបល់សូមឲ្យបញ្ចេញមតិយោបល់ដោយសេចក្តីថ្លៃថ្នូរចា៎ស្អីវិញដោយសារអូនគឺជាតារាមួយដែលល្បីល្បាញហើយមានគេស្គាល់ច្រើនតែធ្លាប់រងនៅពាក្យដែលគេនិយាយអីទៅធ្វើឲ្យប៉ះទង្គិចខ្លះទេបងរយៈពេល10ឆ្នាំនៅលើសង្គមសិល្បៈហ្នឹងគឺខ្ញុំជួបអស់ហើយខ្ញុំជួបតាំងពី comment ថាឲ្យមិនថា bully ទៅលើរូបសម្រស់យើងក៏មាន bully ទៅលើសមត្ថភាពយើង bully ទៅលើទោះបីជាខ្ញុំទៅលើដើរនៅលើឆាកអន្តរជាតិដែលមានបងប្អូនជាច្រើនគាត់គ្រប់គ្រងគាត់សរសើរនៅការខិតខំរបស់យើងប៉ុន្តែក៏ស្របពេលហ្នឹងក៏មានបងប្អូនមួយចំនួនទៀតដែលគាត់អត់ happy ជាមួយនឹងអ្វីដែលយើងធ្វើគាត់មានពាក្យ bully ចាញ់មកអញ្ចឹងទៅគាត់ថាយើងយកអាហ្នឹងមកដើម្បី like ដើម្បី view យើងមានច្រើនសួរថាប៉ះពាល់អត់វាប៉ះពាល់ប៉ុន្តែដោយសារខ្ញុំតាំងពីដើមមកគឺខ្ញុំជាមនុស្សមួយដែលខ្ញុំតែងតែគិតមុនអញ្ចឹងខ្ញុំតែងតែគិតថាចានៅពេលដែលគេ comment ថាឲ្យយើងអញ្ចឹងយើងអត់ត្រូវទោទណ្ឌទៅតាមពាក្យដែលគេថាឲ្យយើងពាក្យដែលគេ bully យើងទេអញ្ចឹងខ្ញុំតែងតែយកពាក្យដែលគេថាឲ្យឬក៏អីដែលគេ bully ខ្ញុំហ្នឹងយកមកដើម្បីខិតខំអភិវឌ្ឍខ្លួនឯងវិញបើគេ bully ខ្ញុំទៅលើចំណុចណាគាត់ថាសមត្ថភាពខ្ញុំអន់ឬក៏អីខ្ញុំយកអាហ្នឹងមកខ្ញុំសួរអ្នកជុំវិញខ្លួនខ្ញុំហើយខ្ញុំស្រាវជ្រាវថាចេះអូតើអ្វីដែលគាត់និយាយហ្នឹងវាត្រូវមែនអត់តែខ្ញុំខុសមែនអត់បើសិនជាខ្ញុំខុសខ្ញុំកែតាមតែបើសិនជាខ្ញុំអត់ខុសក៏ខ្ញុំនៅតែខំប្រឹងដូចគ្នាខ្ញុំនៅតែខំប្រឹងមានតែពាក្យអាម៉ាត់ទេឮមកហើយខំប្រឹង
ទី1 ignore បានយើង ignore ដើម្បីសុខភាពផ្លូវចិត្តរបស់យើងទី2គឺយើងខំប្រឹងអភិវឌ្ឍខ្លួនឯងបន្ថែមទៀតឲ្យយើងកាន់តែជោគជ័យហើយជោគជ័យទៀតដើម្បីឲ្យអ្នកដែលគេធ្លាប់ bully យើងឬថាឲ្យយើងហ្នឹងថ្ងៃណាមួយក៏ត្រូវទទួលស្គាល់យើងដោយសារតែភាពជោគជ័យរបស់យើង